ទាំងអស់គ្នាធ្លាប់គិតទេនៅពេលដែលយើងកំពុងតែនិយាយរឿងអីមួយទៅកាន់មនុស្សជំនាញខ្លួនដែលយើងស្ដាប់ហើយស្រាប់តែគេមិនស្ដាប់យើងឬមួយក៏គេមិនខ្វាយខ្វល់អំពីពាក្យសម្ដីរបស់យើងមានអារម្មណ៍ថាខ្លួនឯងមិនសូវមានតម្លៃមិនសូវសំខាន់ចំពោះមនុស្សជំនាញខ្លួនទេវាដូចគ្នាយ៉ាងដែរនៅពេលដែលយើងមិនស្ដាប់ទៅលើអ្នកណាគេម្នាក់ដែលគេកំពុងតែនិយាយរឿងអីមួយឬមួយក៏គេកំពុងតែចែករំលែករឿងមានប្រយោជន៍ណាមួយមកកាន់យើងឬមួយក៏មនុស្សមួយក្រុមដែលមានយើងនៅក្នុងនឹងដែរហើយចំពេលដែលយើងមិនបានស្ដាប់មិនខ្វាយខ្វល់ពីមានអារម្មណ៍ថាយើងមិនបានឲ្យតម្លៃឬមួយក៏ការចំណាយពេលវេលារបស់អ្នកដទៃមកកាន់យើងទេអាហ្នឹងវាបង្ហាញថាការដែលយើងមិនខ្វាយខ្វល់សម្ដីអ្នកដទៃឬក៏អ្នកដទៃមិនខ្វាយខ្វល់សម្ដីយើងនៅពេលដែលយើងនិយាយវាមានអារម្មណ៍ថាមិនឲ្យតម្លៃគ្នាអញ្ចឹងណាប៉ុន្តែទាំងអស់គ្នាត្រូវចាំថានៅពេលដែលយើងនិយាយហើយគេស្ដាប់យើងដោយយកចិត្តទុកដាក់ដោយពេញភ្នែកពេញបេះដូងនោះយើងនឹងមានអារម្មណ៍ថាគេកំពុងតែជឿទុកចិត្តលើយើងគេកំពុងតែមានជំនឿមកកាន់យើងស្ដាប់មើលទៅវារៀងសាមញ្ញប៉ុន្តែអាការស្ដាប់ហ្នឹងគឺវានំណាចខ្លាំងជាងនិយាយទៀតចង់នឹងសាកមើលទាំងអស់គ្នាអ្នកណាក៏ដោយនៅពេលដែលគេកំពុងតែចង់ចែករំលែករឿងអីមួយទៅកាន់មនុស្សជុំវិញខ្លួនជាពិសេសអ្នកកំពុងតែស្ដាប់គេអញ្ចឹងគឺគេមិនចង់បានជាពាក្យសម្ដីមកកាន់ពួកគេវិញទេគឺគេចង់ឲ្យតែអ្នកស្ដាប់តែមកមុខគាត់ពេលខ្លះគេចង់និយាយតាក់ទងជាមួយនឹងបញ្ហាផ្លូវចិត្តបញ្ហាបបាក់ចិត្តរឿង stress បញ្ហាកត្តាជុំវិញខ្លួនហ្នឹងគឺគេមិនចាំបាច់ឲ្យយើងជួយផ្ដល់ជាយោបល់ឬមួយដំណោះស្រាយទេគ្រាន់តែគេចង់ឲ្យយើងជួយស្ដាប់គេធ្វើជាអ្នកស្ដាប់ល្អម្នាក់នោះនឹងធ្វើឲ្យគេមានអារម្មណ៍ល្អប្រសើរអញ្ចឹងណាហើយការស្ដាប់នេះវាបង្ហាញអំពីការយល់ចិត្តរបស់យើងទៅកាន់មនុស្សជុំវិញខ្លួននៅពេលដែលគេព្យាយាមចែករំលែករឿងមកកាន់យើងវាមានន័យថាគេកំពុងតែជឿទុកចិត្តយើងហើយបានជាគេនិយាយរឿងមកកាន់ឲ្យយើងស្ដាប់អញ្ចឹងពេលដែលយើងផ្ដល់តម្លៃទៅកាន់គេតាមរយៈដែលយើងស្ដាប់គេនិយាយវាធ្វើឲ្យគេមានអារម្មណ៍ថាយើងកំពុងតែទុកចិត្តគេអញ្ចឹងទៅជឿខ្ញុំអាចនិយាយបានថាអ្នកនរនេះនឹងយល់អំពីអ្វីដែលអ្នកដែលគេចង់ចែករំលែកហ្នឹងមកកាន់យើងប្រកាសជាយល់អំពីអ្វីដែលគេនិយាយតែមិនចាំបាច់និយាយថាខ្ញុំយល់ហើយព្រោះនៅពេលដែលយើងកំពុងតែស្ដាប់គេតែអារម្មណ៍កំពុងស្ដាប់គេហ្នឹងគឺយើងកំពុងតែយល់ហើយស្រេចហើយអញ្ចឹងគេប្រកាសជាយល់ជាមួយនឹងយើងគេប្រកាសជាតសាច់រឿងរបស់គេតទៀតហើយហើយដែលបានជាការស្ដាប់អ្នកដទៃហ្នឹងវាមានសារៈសំខាន់នៅពេលដែលយើងស្ដាប់អ្នកដទៃវានឹងធ្វើឲ្យពួកគេមានអារម្មណ៍ថាយើងកំពុងតែផ្ដល់តម្លៃទៅកាន់ពួកគេដោយសារតែពួកគេនិយាយមានអ្នកស្ដាប់អញ្ចឹងសម័យមើលនៅពេលដែលយើងនិយាយឲ្យមានអ្នកស្ដាប់មានរឿងអីកើតឡើងសប្បាយចិត្តអត់ហ្នឹងហើយអញ្ចឹងនៅពេលដែលគេនិយាយឲ្យយើងស្ដាប់គេវាធ្វើឲ្យគេមានអារម្មណ៍ថាអូយើងបានផ្ដល់តម្លៃគេខ្លាំងណាស់អញ្ចឹងដូចគ្នាដែរនៅក្នុងការបរៀនបើសិនជាយើងជាគ្រូបរៀនហើយយើងគិតតែមិនខ្វល់ពីពាក្យសម្ដីរបស់សិស្សគិតតែនិយាយវោកវាក់ឬមួយក៏និយាយកាត់សិស្សវាធ្វើឲ្យសិស្សមានអារម្មណ៍ថាយើងអត់យល់ចិត្តអញ្ចឹងកាលណាដែលយើងស្ដាប់ទៅលើបញ្ហារបស់សិស្សអូថាឥឡូវសិស្សហេតុអីបានជាគាត់រៀនអត់ចេះហេតុអីបានជាអត់ធ្វើកិច្ចការផ្ទះហេតុអីបានជាគាត់ឬមិនសូវប្រកែដូចមុនយើងអាចស្ដាប់ពីហេតុផលរបស់គាត់អាចគាត់មានបញ្ហាគ្រួសាររបស់គាត់បញ្ហាហិរញ្ញវត្ថុឬមួយក៏អ្នកណាម្នាក់មានបញ្ហាអីផ្សេងៗវាធ្វើឲ្យបាក់ទឹកចិត្តរបស់គាត់អញ្ចឹងកាលណាដែលយើងផ្ដល់តម្លៃគាត់តាមរយៈការយើងស្ដាប់ទៅលើបញ្ហារបស់គាត់វាធ្វើឲ្យគាត់មានអារម្មណ៍ធូរស្រាលហើយគាត់នឹងមានអារម្មណ៍រៀនល្អប្រសើរជាងមុនទៀតមិនថាតែក្នុងវិស័យបរិញ្ញានៅក្នុងជីវិតពិតក៏ដូចគ្នាដែរនៅពេលដែលយើងព្យាយាមផ្ដល់តម្លៃទៅកាន់អ្នកនិយាយហើយយើងស្ដាប់គេដោយយកចិត្តទុកដាក់វានឹងអាចជួយសង្គ្រោះទៅលើផ្លូវចិត្តរបស់គេបានមួយចំណែកធំត្រូវចាំហេតុអីបានជាមនុស្សមានវិបត្តិផ្លូវចិត្តគាត់ទៅរនខាងផ្នែកចិត្តវិទ្យាដោយសារតែគាត់ទៅដើម្បីឲ្យអ្នកផ្នែកចិត្តវិទ្យាហ្នឹងគឺគាត់ស្ដាប់នៅអ្វីដែលគាត់ចង់និយាយឲ្យអស់ចេញពីក្នុងខ្លួនទៅដូចគ្នាចឹងដែរនៅពេលដែលមានអ្នកដែលគេពិបាកចិត្តគេចង់ចែករំលែករឿងណាមួយទៅមកកាន់យើងមានតែគេទុកចិត្តយើងមិនគេនិយាយមកកាន់យើងស្ដាប់ដូចតែគ្នាចឹងដែរនៅពេលយើងពិបាកចិត្តយើងចង់រកអ្នកណាមួយដែលជួយចែករំលែកអារម្មណ៍របស់យើងក្នុងខ្លួនក៏វាជាការជួយសង្គ្រោះផ្លូវចិត្តយើងកាន់តែល្អប្រសើរពីមួយកម្រិតទៅមួយកម្រិតដែរអញ្ចឹងនៅពេលយើងស្ដាប់គេយើងធ្វើយ៉ាងណាដើម្បីឲ្យខ្លាចជាអ្នកស្ដាប់ល្អមានអ្នកស្ដាប់ល្អទេប៉ុន្តែមានតែចាំណានៅពេលដែលយើងព្យាយាមស្ដាប់គេយូរទៅគេនឹងទុកចិត្តយើងកាន់តែខ្លាំងគេនឹងចែករំលែករឿងបញ្ហារបស់គេមកឲ្យយើងអាចធ្វើជាមនុស្សម្នាក់ដែលគេទុកចិត្តបានថ្ងៃក្រោយយើងអាចពឹងពាក់គ្នាបានទីមួយគឺគាត់ថានៅពេលដែលគេនិយាយកុំកាត់គេអង្គុយស្ដាប់គេភ្នែកសម្លឹងមើលគេហើយកុំចុចទូរស័ព្ទទៅសោះអាការចុចទូរស័ព្ទនេះនឹងធ្វើឲ្យគេមានអារម្មណ៍ថាយើងមិនខ្វល់មួយពាក្យសម្ដីរបស់គេអញ្ចឹងនៅពេលដែលគេនិយាយមកកាន់យើងគេចង់ចែករំលែករឿងមកកាន់យើងស្ដាប់គេទៅអូខេយើងមើលមុខគេឲ្យចំទៅយើងស្ដាប់គេហើយយើងអាចនិយាយមួយគេថាអូខ្ញុំយល់ហើយមិនទៀតអញ្ចឹងទៅអញ្ចឹងនៅពេលដែលយើងកំពុងតែស្ដាប់គេដាក់អារម្មណ៍ស្ដាប់គេគឺគេនឹងចាប់ផ្ដើមចេញពីអារម្មណ៍របស់គេដែលគេកំពុងតែខ្វល់ចិត្តនឹងចេញមកបដាច្រើនទៅវាធ្វើឲ្យអារម្មណ៍របស់គេកាន់តែធូរស្រាលហើយកុំព្យាយាមផ្ដល់ដំណោះស្រាយគេលឿនពេកដោយសារតែទាំងអស់គ្នាចាំថាគេកំពុងនិយាយចាំគេនិយាយអស់សិនចាំឲ្យដំណោះស្រាយទោះបីយើងស្ដាប់យូរទៅវាភ្លេចអាកន្លែងចំណុចដើមដំបូងប៉ុន្តែយើងនឹងធ្វើឲ្យគេដឹងថាយើងឲ្យដំណោះស្រាយគេពីមតនកាលទៅមតនកាលតាមរយៈរឿងមួយប៉ុន្តែតែចាំគេនិយាយអស់សិនចាំយើងឲ្យដំណោះស្រាយបើយើងឥឡូវទៅឲ្យដំណោះស្រាយគេលឿនពេកសួរថាគេមានអីនិយាយតទៀតអត់ហ្នឹងហើយអញ្ចឹងសរុបមកវិញការស្ដាប់នេះគឺជារឿងមួយដ៏សំខាន់បំផុតក្នុងការជួយទៅលើអ្នកដែលមានវិបត្តិផ្លូវចិត្តក៏ដូចជាវិជ្ជាឥទ្ធិពលផលវិជ្ជមានទៅកាន់អ្នកដែលគេក
កំពុងតែចែកម្លែករឿងមកកាន់យើងតែចាំដោយសារគេទុកចិត្តយើងបានគេនិយាយមកឲ្យយើងស្ដាប់ហើយយើងមិនចាំបាច់ឆ្លើយតបគ្រប់ពេលទេនៅពេលដែលគេនិយាយអង្គុយតែមើលមុខគេទៅហើយយើងព្យាយាមស្ដាប់ដោយជឿទុកដាក់ទៅអានេះគឺជារឿងល្អមួយហើយនៅពេលដែលយើងស្ដាប់អ្នកដទៃដោយពេញចិត្តអាហ្នឹងឯងជារឿងមួយដែលយើងត្រូវតែគិតថាគេទុកចិត្តយើងឲ្យគេជឿជាក់ថាយើងនឹងពិតជាផ្ដល់នូវភាពកក់ក្ដៅផ្ដល់នូវភាពទុកចិត្តទៅកាន់មនុស្សជុំវិញខ្លួនបានហើយធ្វើឲ្យគេកាន់តែប្រកាន់តំណងល្អជាមួយយើងបន្ថែមទៀតអញ្ចឹងវីដេអូមានប៉ុណ្ណឹងសង្ឃឹមថាអ្នកនរគ្នានឹងចូលចិត្តហើយកុំភ្លេចជួយ like និង subscribe ទៅលើវីដេអូនេះផងបាយបាយ